nơi chung quanh khuônរបស់មនុស្សយើងមានពិភពពីរយ៉ាងគឺពិភពមានជីវិតនិងពិភពគ្មានជីវិតក្នុងពិភពទាំងពីរយ៉ាងនេះមានរបស់ខ្លះយើងអាចមើលឃើញដោយភ្នែកហើយក៏អាចប៉ះវាដោយដៃរបស់យើងបានដែរប៉ុន្តែក៏មានរបស់ខ្លះទៀតដែលយើងមិនអាចមើលឃើញហើយក៏មិនអាចប៉ះវាដោយដៃរបស់យើងបានទេប៉ុន្តែវាមានទំនាក់ទំនងនិងឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតនិងការរស់នៅរបស់មនុស្សលោកយើងជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមិត្តបណ្ឌរីទាំងអស់ជាទីរាប់អានខ្ញុំវីរ៉ូថ្ងៃនេះខ្ញុំមកនិយាយអំពីបរិស្ថានគឺសំដៅដល់អ្វីដែលនៅជុំវិញខ្លួនយើងទាំងមានជីវិតនិងគ្មានជីវិតហើយសុទ្ធតែមានទំនាក់ទំនងទៅនឹងជីវិតនិងការរស់នៅរបស់មនុស្សលោកយើងមានរបស់ខ្លះកើតឡើងដោយកត្តាធម្មជាតិហើយរបស់ខ្លះទៀតកើតឡើងដោយកត្តាមនុស្សបើយើងក្រឡេកមើលជុំវិញខ្លួនរបស់យើងប្រកាសជាឃើញមានអ្វីជាច្រើនទៀតដូចជាទឹកដីភ្លើងខ្យល់សំឡេងមនុស្សសត្វរុក្ខជាតិហេដ្ឋារចនាសម្ព័ន្ធសំណង់អគារនិងប្រាសាទបុរាណជាដើមទាំងអស់នេះគឺសុទ្ធសឹងតែជាផ្នែកមួយនៃបរិស្ថានពីព្រោះសកម្មភាពរបស់មនុស្សអាចមានឥទ្ធិពលនិងកែប្រែពិភពទាំងអស់នេះបានដើម្បីបំពេញតម្រូវការរស់នៅមនុស្សលោកយើងបានធ្វើសកម្មភាពជាច្រើននៅលើភពផែនដីដូចជាការកាប់បំផ្លាញព្រៃឈើនិងការជីកយករ៉ែជាដើមការបោះចោលកាកសំណល់ដូចជាសំណល់រឹងសំណល់រាវនិងឧស្ម័នផ្សេងម្យ៉ាងទៀតការបំផ្លាញធនធានធម្មជាតិដូចជាការកាប់ព្រៃឈើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក៏ឲ្យមានផលប៉ះពាល់មកលើជីវិតរបស់មនុស្សនិងសត្វជាច្រើនជាពិសេសគឺធម្មជាតិដែលនៅជុំវិញខ្លួនរបស់យើងនឹងហើយអញ្ចឹងតើយើងគួរធ្វើដូចម្តេចដើម្បីបង្ការនិងកាត់បន្ថយកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថានតទៅទៀតជាយោបល់របស់ខ្ញុំទី1រាជរដ្ឋាភិបាលត្រូវពង្រឹងច្បាប់ទាក់ទងនឹងបរិស្ថាននេះឲ្យបានរឹងមាំទី2ក្នុងនាមជាប្រជាពលរដ្ឋត្រូវមានមនសិការចូលរួមនៅក្នុងការការពារនិងការថែរក្សាបរិស្ថាននៅក្នុងសង្គមរបស់ខ្លួនទី3ត្រូវបំផុសគំនិតបរិស្ថាននិយមនៅក្នុងកម្មវិធីសិក្សាចាប់តាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យទី4ត្រូវចូលរួមចំណែកដាំដើមឈើឡើងវិញនិងថែរក្សានៅធនធានធម្មជាតិដែលនៅសល់ឲ្យបានប្រសើរយើងទាំងអស់គ្នាត្រូវចេះចូលរួមចំណែកនៅក្នុងការការពារនៅបរិស្ថានរបស់យើងពីព្រោះបរិស្ថាននេះគឺសំខាន់ណាស់សម្រាប់ជីវិតនិងការរស់នៅរបស់មនុស្សយើងទាំងអស់គ្នាយើងមិនចេះតែអាចរស់នៅក្នុងបរិស្ថានឬក៏កន្លែងដែលមានបរិយាកាសអាប់អូរបាននោះទេខ្ញុំអរគុណដល់បងប្អូន